នេះនាំអារម្មណ៍បងប្អូនដើរលេងនៅក្នុងបរិយារំជើញតិចមើលបរិយាកាសក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនិងការកសាងនៅក្នុងបរិយារំជើញនេះខាងស្ដាំដៃនេះគឺផ្សារទីធ្លាខាងក្រៅនោះគឺជាបន្ទប់នៃការកសាងនៅវិឡាកូនកាត់ក៏ដូចជាវិឡាដាច់វាស្អាតមែនទែននៅក្រោយហ្នឹងហើយសូមបញ្ជាក់ផងដែរថានៅក្រោយនេះគឺដីទំហំចំនួន30ហិកតាហើយនេះគឺវិឡាកូនកាត់នៅមួយចំហៀងខាងមុខទៀតនោះគឺជាវិឡាដាច់វិឡាតូចស្អាតទេបងប្អូនដល់បច្ចុប្បន្នបរិយាជាច្រើននៅក្នុងខេត្តបាត់ដំបងឃើញថាបរិយារំជើញនេះគឺសន្ទុះនៃការគ្រប់គ្រងរបស់អតិថិជនគឺច្រើនមិនថាផ្ទះវិឡាមិនថាផ្ទះល្វែងជាន់2ជាន់ទេបាទនេះផ្ទះវិឡាមួយហើយសួនស្អាតមែនទែនបងប្អូនមានចំណាប់អារម្មណ៍អាចមកពិនិត្យក៏ដូចជាសាកសួរព័ត៌មាននៅខាងកាឡៃលក់របស់បរិយារំជើញបានស្ថិតនៅខាងមុខខាងនេះគឺមានអ្នកនៅបដាហើយផ្ទះខ្លះក៏កំពុងតែធ្វើផ្ទះខ្លះក៏ធ្វើរួចចូលនៅបដាស្អាតមែនទែនបរិយាកាសនៃការរស់នៅគឺមានភាពងាយស្រួលនៅជិតសាលារៀនជិតផ្សារជិតកន្លែងធ្វើការបាទនិយាយរួមគឺមានភាពងាយស្រួលសម្រាប់ការរស់នៅទាំងធ្វើការនិងទៅរៀនដីធំល្មមថាឆ្ងាយល្មមថានៅនេះឆ្ងាយដល់ពេលយូរទៅគាត់ឲ្យចេញពីលបងបរិយារំជើញដល់កន្លែងធ្វើការចេញពីលបងបរិយារំជើញតិចដល់ផ្សារដល់សាលារៀនកូនឥឡូវសាលារៀននៅជាប់នឹងបរិយារំជើញបណ្ដោយអត់ពិបាកទេបងប្អូនចេញតែពីតាបងយងមកតែជា1គីឡូបន្តិចហ្នឹងដល់គេរស់នៅហើយផ្ទះល្វែងមាន1ជាន់មាន2ជាន់